cứ lấyចូលក្នុងកុងយើងដោយស្វ័យប្រវត្តិគ្រាន់តែដើមអីពឹបចូលមកភ្លុកហ្នឹងបានការហ្នឹងមានអតិថិខាងក្រុមហ៊ុនបណ្ឌិតសល់គាត់ដើរតាមសួរតាមផ្ទះចឹងដើរមកសួរចំខ្ញុំកំពុងតែមានកំណត់ចង់ទិញក្រុមហ៊ុនហ្នឹងផងឃើញគាត់ចែកចាយអាกระดาษហ្នឹងដាក់ក្រុមហ៊ុនបណ្ឌិតសល់មើលទៅដូចជាមានចិត្តបំណងចង់ទិញអញ្ចឹងក៏សួរនាំគាត់តំងទៅហើយអ្នកគាត់ថាប្រើប្រាស់នៅបណ្ឌិតសល់ហ្នឹងមិនបានលុយមួយវិញមួយឆ្នាំអីនោះគេថាអញ្ចឹងណាតែក្នុងចិត្តថាមិនដែលក្រុមហ៊ុនគេក្រុមហ៊ុនយៈបណ្ណាណីហើយគេមិនដែលមកធ្វើអាវាអញ្ចឹងមិនអស់ទំនុកចិត្តទេប្រើប្រាស់បន្តរហូតដល់តែចប់ដល់ពេលដល់ថ្ងៃដល់ការកំណត់គឺលុយហ្នឹងគឺវាហោះចូលក្នុងកុងយើងដោយស្វ័យប្រវត្តិមកមិនចាំបាច់ទៅទេទៅសួរទៅនោះមកមានការលំបាកឯងមិនចាំបាច់ផ្ដិតមេដៃសញ្ញេសួរនាំអីអត់ទាំងអស់គឺលុយហ្នឹងលោតចូលក្នុងកុងរបស់យើងវិញស្វ័យប្រវត្តិមកក្រុមហ៊ុនគឺល្អអញ្ចឹងខ្ញុំប្រាប់បងប្អូនខ្ញុំទាំងអស់ថាឃើញកុំឆ្ងល់អត់មានដូចដែលយើងចិត្តតែគិតចិត្តសម័យចឹងទេឥឡូវខ្ញុំប្រើប្រាស់ហើយគឺលុយចូលក្នុងកុងយើងដោយស្វ័យប្រវត្តិគ្រាន់តែដើមអីពឹបចូលមកភ្លុកហ្នឹងបាទឥឡូវគំនិតដែលយើងប៉ងមកវាបានដោយប្រាថ្នាដែលយើងចង់បានខ្ញុំក៏បានយកលុយនឹងទាំងលុយបោះកូនប្រុសទាំងកូនស្រីបើកកន្លែងរស់ស៊ីឲ្យវាម្នាក់មួយម្នាក់សំទៅឲ្យកូនសំទៅឲ្យកូនមិននេះលឺថាទៅឲ្យការកូនជាការកូនចាមួយដោយបានដើមទុនពីការសន្សំតាមរយៈបណ្ឌិតសោអញ្ចឹងបានសម្រេចដោយបំណងរបស់ខ្ញុំដែលប៉ងពី10ឆ្នាំមុនដោយសារការបានមកចូលរួមក្នុងកម្មវិធីហ្នឹងក៏ធ្វើឲ្យខ្ញុំមកមានការទំនុកចិត្តលើក្រុមហ៊ុន 100% ដោយសារការទំនុកចិត្តរបស់ខ្ញុំទើបខ្ញុំទៅដល់ផ្ទះវិញក្រោយពីចូលរួមហើយខ្ញុំបានឲ្យកូនប្រុសកូនស្រីប្រើប្រាស់ជាកញ្ចប់របស់ក្រុមហ៊ុនហ្នឹងម្នាក់មកកញ្ចប់បន្តទៅទៀតមកទៅឃើញគេអ្នកដែលទទួលបានលៀបបានផលពីក្រុមហ៊ុនច្រើនណាស់មិនមានតែខ្ញុំម្នាក់ឃើញមានច្រើនអតិថិជនអញ្ចឹងមានការកក់ក្ដៅអញ្ចឹងខ្ញុំនឹងធ្វើដំណើរបន្តជាមួយនឹងក្រុមហ៊ុនហ្នឹងបន្តទៅទៀត